อันนี้មក unboxing អីវ៉ាន់ free មួយមើលបងប្អូនចង់ដឹងថាតើក្នុងនឹងមានអីតាមពិតដឹងហើយប៉ុន្តែដោយសារតែឃើញសំបកឡាំងវាធំពេកហើយអ្វីដែលកំងគឺដូចជាតូចតែហើយអីវ៉ាន់នេះគឺអត់មានគិតថ្លៃទេបងប្អូនឃើញប្រអប់ឡាំងធំពេកក៏ចង់ឆ្ងល់ក៏ធ្វើវីដេអូបង្ហាញដូច្នេះនេះបងប្អូនហើយមិនភ្លេចទេអរគុណដល់បងម្ចាស់ page ដែលផ្ញើអីវ៉ាន់ដល់ឲ្យគិតថ្លៃដែល page មានឈ្មោះថា H8 Auto Careខ្ញុំចង់និយាយថាអីវ៉ាន់នេះ free មែនបងប្អូនប៉ុន្តែការវិចខ្ចប់របស់គាត់គឺអត់ឲ្យធ្វើបាក់បែកខ្ទេចខ្ទីឬក៏បាក់ភ្លីរបស់ sticker នេះទេបាទហើយសម្រាប់ page របស់គាត់ដែរគឺមានលក់សម្ភារៈលាងឡានសាប៊ូឬក៏សម្ភារៈតុបតែងឡានអីមានច្រើនណាបងប្អូនអាចចូលទៅកំង page ឬក៏កំងអីវ៉ាន់ជាច្រើនតាមរយៈ page របស់គាត់បានបងប្អូនហើយឥឡូវនេះមិនបងអង្គយូមកមើលអំពីរបៀបបិទ sticker នៅលើតួរថយន្តបងប្អូនហើយអត់មានចេះទេលើកទី1ហើយឆាតសួរបងម្ចាស់ page ដែរថាដើម្បីបិទនឹងធ្វើយ៉ាងម៉េចកុំឲ្យជ្រួញកុំឲ្យខូចបិទនេះចង់ក្តៅចិត្តដែរបងប្អូនហើយអត់ចេះបិទអត់ដឹងថាបិទយ៉ាងម៉េចឲ្យស្អាតហើយចង់ខឹងចិត្តចង់បោចកបត់ចោលដែរប៉ុន្តែធ្វើសម្រួលចិត្តឲ្យត្រជាក់ដើម្បីនឹងឲ្យបានមានការចូលរួមក្នុងការបិទ sticker នេះបង្ហាញអំពីការរួបរួមបង្ហាញអំពីការចូលរួមជាមួយនឹងបងវរៈកងទ័ពរបស់យើងបាទដូច្នេះហើយគឺចិត្តផ្ចង់ទោះបីជាពេលកន្លែងខ្លះគឺវាមិនស្អាតកន្លែងខ្លះគឺវាអត់វាមិនទៅតាមការចង់បានរបស់យើងប៉ុន្តែវាជាការចូលរួមដូច្នេះហើយស្អាតមិនស្អាតចេះដាក់ទៅបាទបងប្អូននេះមើលលទ្ធផលគឺអត់ចេះទេបាទលើកទី1ហើយដែលបិទ sticker ហើយក៏អត់តន់ដែលដឹងពីរបៀបបិទហើយក៏ចេះតែរុញចេះតែជ្រៀកចេះតែបិទទៅបងប្អូនហើយអត់ចេះអីទេនេះការបិទនេះមិនមែនចូលតាមគ្នាឃើញគេបិទដែរឃើញគេធ្វើបែបមិនចេះធ្វើដែរតាមគេតាមគ្នាតាមអីទេបងប្អូនមិនចូលបែបនេះទេប៉ុន្តែការបិទនេះគឺចង់បង្ហាញអំពីការចូលរួមជាមួយនឹងបងកតបការចងចាំនៅការឈឺចាប់ដោយសារតែការឈ្លានពានរបស់ចៅសៀមដូច្នេះហើយយើងចូលរួមទាំងអស់គ្នាបងប្អូនការបិទនេះមិនធ្វើឲ្យយើងខូចខាតអីទេហើយបងប្អូនខ្លះសុខចិត្តចំណាយថវិកាដើម្បីនឹងទិញ sticker នេះបិទមិនមែនដើម្បីលម្អប៉ុន្តែដើម្បីចូលរួមលើកទឹកចិត្តឬក៏ជាការចងចាំប៉ុន្តែសម្រាប់ខ្ញុំអរគុណដល់បងម្ចាស់ page H8 Auto Care ដែលគាត់បាន free ជូន sticker មួយឈុតនេះសម្រាប់ខ្ញុំដូច្នេះហើយបងប្អូនណាជឿជាក់ទុកចិត្តដល់ផលិតផលដែលគាត់លក់ពិតជា page ដែលត្រឹមត្រូវហើយលក់ដោយមានការទទួលខុសត្រូវមែនដោយសារតែអត់ចេះបិទលើកទី1 sticker បិទលើកដំបូងនេះគឺស្ទើរតែខូចទៅហើយប៉ុន្តែដោយសារតែខិតខំព្យាយាមកែខៃកោះខាត់ដើម្បីឲ្យការបិទនេះបានសម្រេចប៉ុន្តែជាលទ្ធផលមិនល្អប្រសើរតាមចិត្តចង់បានទេបងប្អូនប៉ុន្តែវាជាការព្យាយាមទោះបីជាលទ្ធផលមិនសូវល្អក៏យើងបានបញ្ជាក់ថាយើងបានខំធ្វើអស់ពីលទ្ធភាពបាត់ទៅហើយមួយចំហៀងនេះដោយសារតែភាពប៉ិនប្រសប់ច្បាស់ពេកទៅចំណាយពេលច្រើនណាស់ជាង1ម៉ោងប៉ុន្តែធ្វើឲ្យវីដេអូនេះដើរលឿនហើយក៏កាត់ចោលខ្លះអញ្ចឹងនៅសល់រៀងខ្លីដែរមិនដឹងថារូបភាពមួយនេះវានៅជាប់នឹងតួឡាននេះបានយូរប៉ុណ្ណាទេរយៈពេលប្រហែលថ្ងៃប្រហែលខែទេដែលវានឹងហើបដែលវានឹងរបកដោយសារតែយើងលាងយើងដោះខាត់ទៅវាតែងតែមានការប៉ះហើបហើយប៉ុន្តែគោលបំណងតែមួយគឺចង់ឲ្យមានការចងចាំសូមកុំឲ្យយើងភ្លេចពីការឈឺចាប់របស់បងប្អូនជនរួមជាតិខ្មែរយើងជាពិសេសគឺការលះបង់របស់បងកងទ័ពដែលគាត់បានលះបង់ពលីជីវិតដើម្បីនឹងការពារទឹកដីការពារបងប្អូនប្រជាជនទាំងមូលហើយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមចំណែកទាំងអស់គ្នាមិនថាថវិកាមិនថាការគាំទ្រដោយការបិទ sticker ឬក៏ការចូលរួមចំណែកផ្សេងនៅក្នុងការលើកទឹកចិត្តដល់ប្រជាជនខ្មែរក៏ដូចជាការលើកទឹកចិត្តដល់បងវរៈកងទ័ពផងដែរបងប្អូនហើយមកខាងទៀតនេះផងដែរគឺអត់សូវពិបាកប្រហែលទេដោយសារតែកាលណាយើងបិទបានមកចំហៀងហើយមកខាងទៀតវាដូចជា
យើងមានបទពិសោធន៍ដែរប៉ុន្តែមិនជាបទពិសោធន៍អីទេគ្រាន់ថាយើងធ្លាប់បិទបានមួយចំហៀងហើយមួយចំហៀងទៀតយើងដឹងអំពីរបៀបបិទពីរបៀបកាត់ពីរបៀបសកត់វាដែរដូច្នេះហើយមកខាងទៀតរៀងលឿនដែរទេបងប្អូនហើយមើលនេះរូបភាពគឺច្បាស់ល្អណាស់បងប្អូនមើលទឹកដៃតាមបត់តាមធ្នេកន្លែងខ្លះបត់បានតែកន្លែងខ្លះគឺកាត់ដល់សាច់ដាច់ឡានណាបាទវាគៀកពេកចឹងអត់អាចបត់បានទេហើយរូបភាពវិញគឺបង្ហាញអំពីការរួបរวมការជំរុញការលើកទឹកចិត្តតាមរយៈបងប្អូនជួរក្រោយហើយផ្ដល់កម្លាំងតាមរយៈការចូលរួមការជួយការជ្រោមជ្រែងការជំរុញលើកទឹកចិត្តនឹងហើយបងប្អូនណាដូច្នេះធ្វើឲ្យគាត់នៅតែមានកម្លាំងធ្វើឲ្យគាត់នៅតែគិតថាការពលីរបស់គាត់គឺពិតជាមានប្រយោជន៍សំខាន់ខ្លាំងបំផុតនៅក្នុងជីវិតប្រជាជាតិជាចុងក្រោយសូមជួយចុច Subscribe ដល់ Channel ខ្ញុំបាទម្នាក់មួយផងសូមអរគុណបងប្អូន